ថ្ងៃទី18ខែមីនាឆ្នាំ2026នេះគឺជាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុករបស់ប្រទេសហូឡង់ណាបងប្អូនចាគ្រួសារខ្ញុំគាត់បានទៅចូលរួមដែរគាត់ថាមកអ្នកឯងចង់ទៅមើលការបោះឆ្នោតហ្នឹងអាចទៅមួយខ្ញុំបានពេលអ្នកឯងចេញពីធ្វើការខ្ញុំទៅយកហើយយើងទៅកន្លែងបោះឆ្នោតហ្នឹងទាំងអស់គ្នាអញ្ចឹងណាខ្ញុំអាសានិយាយប្រាប់គាត់អីចឹងពីការបោះឆ្នោតអីនៅស្រុកយើងអីចឹងណាការសបកហ្នឹងខ្ញុំធ្លាប់បានចូលរួមធ្វើជាមន្ត្រីបោះឆ្នោតអីចឹងទៅខ្ញុំក៏ចង់ដឹងថាតើស្រុកគេហ្នឹងបោះឆ្នោតយ៉ាងម៉េចដែរអញ្ចឹងណាចាហើយទៅខ្ញុំចូលទៅគេបោះនៅក្នុងសាលាមត្តេយ្យចាប៉ុន្តែខ្ញុំអត់បានចូលទៅក្នុងកន្លែងគេបោះហ្មងទេខ្ញុំគាត់ចូលទៅកន្លែងមាត់ច្រកអញ្ចឹងណាគេមានបិទតារាងឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតចឹងច្រើនមែនទែនជាង100នាក់បងប្អូនចាហើយគេផ្ញើរបៀបបោះឆ្នោតហ្នឹងមកផ្ទះយើងអញ្ចឹងណាគេប្រាប់យើងអញ្ចឹងទៅហើយនឹងមានបេក្ខជនឈរឈ្មោះអ្នកណាខ្លះអញ្ចឹងទៅយើងអាច search នៅក្នុងអ៊ីនធឺណិតអញ្ចឹង